ខុងជឺមានត្រកូលស្ថិតនៅក្នុងគោលសម្ព័ន្ធលូហើយការពិតទៅគឺត្រកូលរបស់លោកហ្នឹងគឺស្ថិតនៅក្នុងរាជវង្សចាងដែលជាសន្តិវង្សដែលធ្លាប់គ្រប់គ្រងប្រទេសចិនបុរាណដោយសារសង្គ្រាមលុកលុយរបស់គោលសម្ព័ន្ធជូវដែលស្ថិតនៅភាគពាយ័ព្យនៃទន្លេលឿងនាំឲ្យរាជវង្សចាងត្រូវរលំរលាយហើយរាជវង្សសាណវង្សសល់ពីស្លាប់ក៏ចូលបន្លំខ្លួននៅក្នុងគោលសម្ព័ន្ធលូខុងជឺមានកំណើតនៅក្នុងទីងងឹតនៃក្រហែងថ្មភ្នំមួយនៃស្រុកចាន់តុងក្បែរវាលស្មៅចិញ្ចឹមសត្វរបស់លោកមៀនៃសន្តិវង្សលូខុងជឺកំព្រាតាំងពីអាយុ3ឆ្នាំដែលនាំឲ្យកុមារភាពរបស់ខុងជឺស្ថិតនៅក្នុងជីវភាពទីទ័លក្រការរៀបការរបស់ខុងជឺគឺនៅអាយុ20ឆ្នាំជាមួយនឹងស្ត្រីជនជាតិម៉ុងហ្គោលម្នាក់ដែលមានកូនប្រុសម្នាក់ឈ្មោះលីខុងជឺក្លាយជាគ្រូម្នាក់ដែលចេះដឹងសពមុខវិជ្ជាជាពិសេសគឺខាងវិជ្ជាពេទ្យវិជ្ជាទស្សន៍ទាយជាអ្នកបង្ហាត់ឲ្យប្រជាជនចេះសែនព្រេននិងបានក្លាយជាអាចារ្យពេលរៀបការអាពាហ៍ពិពាហ៍និងនៅក្នុងពិធីបុណ្យផ្សេងៗផងដែរកិត្តិនាមរបស់ខុងជឺល្បីល្បាញពេញស្រុកចាន់ស៊ីរហូតដល់ប្រជាជនប្រសិទ្ធនាមឲ្យគាត់ថាជូមានន័យថាបណ្ឌិតខុងជឺត្រូវបានព្រះមហាក្សត្រតែងតាំងឲ្យធ្វើជាសេនាបតីធំម្នាក់នៅក្នុងវាំងនៅពេលគាត់មានអាយុ49ឆ្នាំខុងជឺបានសាកល្បងផ្សព្វផ្សាយទស្សនវិជ្ជារបស់គាត់ឲ្យបានគ្រប់ទិសទីពាសពេញប្រទេសចិនក្នុងគោលបំណងឲ្យប្រជាជនស្គាល់ពីតម្លៃរបស់ខ្លួននិងកែប្រែរបៀបអប់រំសីលធម៌ប៉ុន្តែត្រូវព្រះមហាក្សត្រលូជំទាស់ខុងជឺបានភៀសខ្លួនពីស្រុកមួយទៅស្រុកមួយអស់រយៈពេល13ឆ្នាំគាត់បានផ្សព្វផ្សាយទស្សនវិជ្ជារបស់គាត់បានទូទាំងប្រទេសចិនទាំងមូលព្រមទាំងបើកសាលាបង្ហាត់ដល់សាវករបស់គាត់ទៀតផងគាត់បានត្រឡប់ចូលនៅក្នុងស្រុកលូវិញក្នុងជំនាយុ70ឆ្នាំនិងបានរស់នៅក្នុងសំណាក់សាវកទាំងឡាយរបស់លោកបានរយៈពេល3ឆ្នាំមុនពេលទទួលមរណភាពក្នុងជំនាយុ73ឆ្នាំឥឡូវនេះយើងនិយាយអំពីទ្រឹស្ដីនយោបាយរបស់ខុងជឺវិញម្ដងខុងជឺនិយាយថាមនុស្ស2នាក់ឬក៏មនុស្ស2ប្រភេទដែលតែងតែស្វែងរកវត្ថុ2ផ្ទុយគ្នាមនុស្សប្រភេទទី1គឺស្វែងរកយុត្តិធម៌និងបណ្ដុះកិត្តិស័ព្ទរបស់ខ្លួននិងមនុស្សប្រភេទទី2សុខចិត្តលះបង់ប្រយោជន៍ដើម្បីគ្រប់បែបយ៉ាងខុងជឺចាត់ទុកមនុស្សសាមញ្ញមានគតិគិតពីរយ៉ាងគឺទី1ស្វែងរកគុណប្រយោជន៍គ្រប់បែបយ៉ាងទី2សុខចិត្តលះបង់យុត្តិធម៌កិត្តិយសឥឡូវយើងនិយាយអំពីទស្សនៈរបស់ខុងជឺអំពីរដ្ឋខុងជឺចាត់ទុកក្រុមមនុស្សដែលរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលហើយមានបូរណភាពទឹកដីពិតប្រាកដបែងចែកជា3ទី1គឺក្រុមមនុស្សទី2រដ្ឋាភិបាលនិងទី3បូរណភាពទឹកដីក្រៅពីនេះរដ្ឋក៏ត្រូវមាន3យ៉ាងទៀតទី1គឺនិមិត្តសញ្ញាទង់ជាតិទី2គឺប្រាសាទបុរាណនិងទី3គឺតុលាការនិមិត្តសញ្ញាទង់ជាតិមាន2ចំណុចសំខាន់គឺជាទង់ជាតិនៃស្មារតីបូរណភាពទឹកដីនិងពូជសាសន៍ទី2ជាមនោគមវិជ្ជាជាតិមួយដែលបង្ហាញពីសាមគ្គីជាតិពីស្មារតីជាតិរបស់ប្រទេសនីមួយៗប្រាសាទបុរាណគឺសម្រាប់ថ្នាក់ដឹកនាំទៅបួងសួងដល់បុព្វការីជនដើម្បីឲ្យប្រទេសមានភាពរុងរឿងដើម្បីឲ្យប្រជាជនទទួលបានសេចក្តីសុខតុលាការបានបង្ហាញអំពីទំនាក់ទំនងរវាងអ្នកដឹកនាំជាន់ខ្ពស់និងមន្ត្រីរវាងមានឋានៈខ្ពស់ជាងនិងអ្នកមានឋានៈទាបជាងរវាងមន្ត្រីរាជការនិងប្រជាជនសាមញ្ញរដ្ឋជាគ្រួសារដ៏ធំមួយហើយគ្រួសារនីមួយៗតំណាងឲ្យវត្ថុចម្លងនៃរដ្ឋពីព្រោះថាលក្ខណៈនៃគ្រួសារគឺជាលក្ខណៈមូលដ្ឋានគ្រឹះនៃរដ្ឋការអប់រំនៅក្នុងគ្រួសារនឹងក្លាយទៅជាការអប់រំសាធារណៈយ៉ាងសំខាន់ការគ្រប់គ្រងនិងស្ដាប់បង្គាប់នាំឲ្យកើតមាននៅលក្ខណៈនយោបាយទំនាក់ទំនងរវាងអ្នកគ្រប់គ្រងនិងអ្នកដែលត្រូវគេគ្រប់គ្រងគឺដើរទៅតាមទំនាក់ទំនងក្នុងការគ្រប់គ្រងរបស់ឪពុកម្ដាយចំពោះកូនកាលពីបុរាណមនុស្សពុំទាន់មានការគ្រប់គ្រងណាមួយប្រកបដោយប្រសិទ្ធភាពនោះទេមនុស្សនៅដោយក្រុមតូចៗពុំមានលក្ខណៈជាសង្គមនៅឡើយទេពេលដែលមនុស្សរស់នៅតាមរបៀបធម្មជាតិអ្នកមានកម្លាំងខ្លាំងយកឈ្នះអ្នកទន់ខ្សោយយ៉ាងអយុត្តិធម៌អ្នកណាឈ្នះអ្នកនោះមានយុត្តិធម៌ហើយអ្នកចាញ់គឺជាចោរជាមនុស្សខុស
ពោលគឺមនុស្សចូលចិត្តយកច្បាប់ព្រៃមកអនុវត្តសម្រាប់ការរស់នៅរបស់គេលុះដល់មានរដ្ឋមនុស្សចាប់ផ្ដើមស្គាល់សមាជភាពខ្លះៗស្គាល់យុត្តិធម៌រស់នៅជាក្រុមជាសហគមន៍ចេះជួយគ្នាពេលមានអាសន្នរស់នៅរបៀបមានមេមានកាយត្រឹមត្រូវមានច្បាប់ដាក់ទោសដល់ជនទុច្ចរិតមានសន្ទុះសិលធម៌គុណធម៌នៅក្នុងស្រទាប់មហាជនខុងជឺបានផ្ដល់ជាចំណុច3សំខាន់បន្ថែមទៀតទី1គឺទំនាក់ទំនងទី2យុត្តិធម៌សង្គមនិងគុណធម៌ផ្ទាល់ខ្លួនទី3រដ្ឋរីកចម្រើនប្រពៃណីវប្បធម៌ល្អទំនាក់ទំនង3ជាមូលដ្ឋានគឺអ្នកគ្រប់គ្រងអ្នកដែលត្រូវគេគ្រប់គ្រងឪពុកម្ដាយនិងកូនមិត្តនិងមិត្តរដ្ឋគឺជាគ្រឹះដែលមានសារៈសំខាន់ជាសាវ័នក្នុងការរៀបចំមនុស្សនិងបាតុភូតធម្មជាតិដើម្បីការរស់នៅសុខដុមរមនារបស់មនុស្សការស្គាល់ពីបាតុភូតមនុស្សនិងបាតុភូតធម្មជាតិគឺជារឿងមួយចាំបាច់សម្រាប់អ្នកដឹកនាំក្នុងការកសាងរដ្ឋមួយប្រកបដោយសន្តិភាពនិងអភិវឌ្ឍរដ្ឋត្រូវបានគេបង្កើតឡើងដើម្បីរក្សាទំនាក់ទំនងរបស់មនុស្សនៅពេលដែលមានរដ្ឋហើយអ្នកដែលមានទេពកោសល្យនឹងក្លាយទៅជាអ្នកដឹកនាំរដ្ឋអ្នកដឹកនាំរដ្ឋត្រូវតែយកគតិបណ្ឌិតនិងគុណធម៌ខ្លួនព្រមជាមួយនឹងឥទ្ធិពលរបស់ខ្លួនមកប្រើប្រាស់អ្នកដឹកនាំត្រូវផ្សព្វផ្សាយពីគុណធម៌និងគតិបណ្ឌិតរបស់ខ្លួនឲ្យបានទូលំទូលាយដើម្បីឲ្យមហាជនបានយល់បានស្គាល់និងជាគំរូល្អដល់ពួកគេអ្នកដឹកនាំរដ្ឋដែលជាតំណាងនេះត្រូវធ្វើប្រយោជន៍ឲ្យដល់មនុស្សទូទៅពុំមែនឲ្យប្រយោជន៍ដល់បុគ្គលណាម្នាក់ឬដល់បកពួកមួយក្រុមណាមួយនោះឡើយចំណុចសំខាន់2យ៉ាងសម្រាប់រដ្ឋទី1គឺសេដ្ឋកិច្ចទី2គឺការអប់រំបញ្ហាការអប់រំគឺរាប់បញ្ចូលទាំងការយល់ដឹងរបស់អ្នកដឹកនាំទាំងឡាយដើម្បីឲ្យមនុស្សរស់នៅក្នុងភាពសុខសាន្តនិងរៀបចំឲ្យមានទំនាក់ទំនងល្អនៅក្នុងសង្គមរដ្ឋត្រូវមានអ្នកដឹកនាំម្នាក់ប្រកបដោយពុទ្ធិជ្រៅជ្រះមានទេពកោសល្យល្អមានគុណធម៌មានគតិបណ្ឌិតរដ្ឋដែលមានមេដឹកនាំคล้ายទៅជាក្បាលម៉ាស៊ីនរបស់រដ្ឋឯរដ្ឋប្រៀបដូចជាតួខ្លួនប៉ុណ្ណោះគឺនៅពេលដែលក្បាលម៉ាស៊ីនបញ្ជាឲ្យទៅធ្លាក់រណ្ដៅនោះខ្លួនដែលប្រៀបដូចជារដ្ឋនោះក៏ត្រូវតែធ្លាក់រណ្ដៅដោយការដឹកនាំរបស់ក្បាលដែលប្រៀបដូចជាអ្នកដឹកនាំយ៉ាងដូច្នោះដែរបញ្ហាសេដ្ឋកិច្ចគឺត្រូវរកវិធីដោះស្រាយអំពីគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយគ្រោះធម្មជាតិការយកធនធានធម្មជាតិបទអន្តរាគមន៍បង្កើតឡើងនៅឧស្សាហកម្មផ្សេងៗនិងការស្រាវជ្រាវរកវិធីដើម្បីការពារទប់ទល់នឹងបច្ច័យអាក្រក់នានាដែលជាបច្ច័យធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិរដ្ឋជាពិសេសអ្នកដឹកនាំត្រូវមានវិធានការដ៏វៃឆ្លាតដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋមានភាពរីកចម្រើនដើម្បីផ្ដល់សេចក្តីសុខដល់ប្រជាជនទូទៅខុងជឺនៅតែយល់ថាអ្នកដឹកនាំនៅតែមានតួនាទីយ៉ាងខ្លាំងក្នុងការធ្វើឲ្យរដ្ឋคล้ายទៅជារដ្ឋមួយដែលប្រជាជនគ្រប់រូបក្នុងរដ្ឋនោះតែងប្រាថ្នាចង់បានឥឡូវនេះយើងនិយាយអំពីទស្សនៈយល់ឃើញរបស់ខុងជឺដែលតាក់ទងនឹងអំពើយុត្តិធម៌ច្បាប់ខិតខំធ្វើឲ្យមនុស្សដើរត្រង់ទៅតាមមិគ៌ាផ្ទាល់មួយរបស់ខ្លួនប៉ុន្តែនៅពេលដែលមនុស្សណាម្នាក់ដើរខុសមិគ៌ារបស់ច្បាប់គេខិតខំលាក់កំបាំងកុំឲ្យច្បាប់ដឹងពីព្រោះតែគេខ្លាចច្បាប់ដាក់ទោសដល់គេបើគេជិះអំពីវិធាននៃច្បាប់មិនរួចនោះទេខុងជឺបានផ្ដល់ហេតុផលពីរដើម្បីធ្វើឲ្យនិកាយច្បាប់និយមឬនីតិនិយមមានភាពបរិសុទ្ធស្អាតទី1ដែនកំណត់នៃច្បាប់ដែលមានមុខងារជាកំណែតម្រូវទី2ជាអ្វីដែលមិនមែនជាសារៈសំខាន់នៃយុត្តិធម៌អសិលធម៌ដែលស្ថិតនៅក្រោមវិធាននៃគុណធម៌ពេញលេញមួយប្រភពដំបូងនៃអំណាចច្បាប់គឺមាននៅក្នុងសេចក្តីពិតនិងត្រឹមត្រូវមិនមែនមាននៅក្នុងអ្នកដឹកនាំនោះទេវាបានសេចក្តីថាមិនមែនសុទ្ធតែសម្ដីរបស់អ្នកដឹកនាំក្នុងការបង្កើតច្បាប់ទទួលបានលទ្ធផលសុទ្ធតែត្រឹមត្រូវនោះទេខុងជឺតម្រូវឲ្យមនុស្សទាំងអស់ទាំងរាស្ត្រនិងស្ដេចត្រូវប្រកាន់ភ្ជាប់នៅសច្ចភាពជាជាងការប្រកាន់បកពួកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហើយធ្វើការបង្កើតច្បាប់ឲ្យប្រាសចាកអំពីការពិតដែលជាចំណុចមួយចូលរួមក្នុងការបំផ្លិចបំផ្លាញជាតិ
ដើម្បីមានយុត្តិធម៌នៅក្នុងសង្គមអ្នកដឹកនាំត្រូវមានចេតនាស្រឡាញ់យុត្តិធម៌ដើម្បីជាគំរូដល់រាស្ត្រម្យ៉ាងវិញទៀតអ្វីដែលជំរុញឲ្យប្រជាជនស្រឡាញ់យុត្តិធម៌នោះគឺរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បង្កើនការអប់រំនិងការអប់រំឲ្យស្គាល់អំពីលីពេលមនុស្សមានគុណធម៌ហើយគេស្រឡាញ់យុត្តិធម៌ណាស់ហើយគ្មានមូលហេតុចម្បងអ្វីដែលធ្វើឲ្យគេប្រព្រឹត្តនៅអំពើអយុត្តិធម៌នោះទេខុងជឺនិយាយអំពីអំពើយុត្តិធម៌ដែលកើតចេញអំពីប្រភពសំខាន់ពីរយ៉ាងគឺអយុត្តិធម៌បែងចែកចេញជាពីរទីមួយចេញអំពីក្រុមថ្នាក់ទាបដែលទោះជាទទួលការអប់រំពីសង្គមហើយក្តីក៏ពួកគេនៅតែមិនអាចទៅជាមនុស្សល្អនៅក្នុងសង្គមទីពីរកើតចេញអំពីក្រុមថ្នាក់ខ្ពស់ដែលកើតមកពីមានសតិបញ្ញាភ្លឺថ្លាហើយក៏បានប្រើនៅបញ្ញាទាំងនោះដើម្បីបង្កចលាចលនៅក្នុងសង្គមជាតិពិសេសក្នុងគោលបំណងដើម្បីបានផលប្រយោជន៍ខុងជឺយល់ថារដ្ឋាភិបាលត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីធ្វើការអប់រំដល់មនុស្សទាំងអស់នៅក្នុងសង្គមរបស់ពួកគេហើយការអប់រំនោះគឺសំដៅធ្វើយ៉ាងណាឲ្យមនុស្សទទួលបានការអប់រំនិងយល់ស្គាល់អំពីលីនិងទទួលបានការអប់រំផ្សេងៗហើយពេលនោះយុត្តិធម៌សង្គមនឹងប្រកបខ្លួនឡើងខុងជឺលោកបានធ្វើការបែងចែកមនុស្សជា3ក្រុមផ្សេងពីគ្នាក្រុមមនុស្សទី1គឺជាក្រុមមនុស្សដែលមានភាពវៃឆ្លាតតាំងពីកំណើតបានសេចក្តីថាធម្មជាតិរបស់គេគឺមានបញ្ញាតាំងពីកំណើតមកម្ល៉េះក្រុមមនុស្សទី2គេពុំសូវមានបញ្ញាទេប៉ុន្តែបើទទួលបានការអប់រំគេនឹងមានការយល់ដឹងคล้ายជាមនុស្សល្អក្រុមទី3គឺពុំមានបញ្ញាអ្វីបន្តិចទេហើយបើទោះជាទទួលការអប់រំល្អពីសង្គមយ៉ាងណាក្តីក៏នៅតែពុំអាចคล้ายខ្លួនទៅជាមនុស្សល្អនៅក្នុងសង្គមបានឡើយរដ្ឋាភិបាលយកចិត្តទុកដាក់អប់រំឲ្យមានគុណធម៌ដល់ប្រជាជនខ្លួនហើយរដ្ឋាភិបាលខ្លួនឯងក៏ស្រឡាញ់គុណធម៌ដែរពេលនោះអយុត្តិធម៌នឹងពុំសូវមានឡើយប្រព័ន្ធយុត្តិធម៌ត្រូវបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់នយោបាយអប់រំគុណធម៌និងសីលធម៌ដើម្បីបំពេញឲ្យមុខងារកំណែតម្រូវរបស់សង្គមយុត្តិធម៌មានរូបភាពពីរយ៉ាងគឺយុត្តិធម៌ក្នុងសង្គមនិងយុត្តិធម៌នៅក្នុងគ្រួសារយុត្តិធម៌តែងពួនសំងំនៅក្នុងចិត្តនិងកាយវិការរបស់មនុស្សដូច្នេះមុននឹងមានយុត្តិធម៌នៅក្នុងសង្គមត្រូវមានយុត្តិធម៌នៅក្នុងគ្រួសារជាមុនសិនអាស្រ័យហេតុនេះកូនត្រូវស្ដាប់បង្គាប់ឪពុកម្ដាយនិងរៀមច្បងរបស់ខ្លួនជាការរាប់ផ្ដើមនៅយុត្តិធម៌សម្រាប់សង្គមឥឡូវនេះយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យខុងជឺយល់ថារដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើមតិសាធារណជនមិនមែនមតិរបស់អ្នកគ្រប់គ្រងម្នាក់នោះទេមតិសាធារណជនបានបង្ហាញអំពីគោលបំណងនិងឆន្ទៈរបស់គេយ៉ាងពិតប្រាកដមានតែគេទេទើបដឹងបញ្ហារបស់ខ្លួនយ៉ាងពិតប្រាកដរដ្ឋាភិបាលគឺត្រូវតែជារដ្ឋាភិបាលការចេញអំពីការជ្រើសរើសរបស់ប្រជាជនកាលណាប្រជាជនផ្ដល់ការអនុញ្ញាតឲ្យទៅអ្នកណាធ្វើជាអ្នកគ្រប់គ្រងរបស់ពួកគេទើបអ្នកនោះមានអំណាចកាន់កាប់រដ្ឋាភិបាលមាននីតិដើម្បីស្វែងរកសេចក្តីសុខដល់ប្រជាជនពុំមែនស្វែងរកសេចក្តីទុក្ខដល់ប្រជាជនឡើយអ្នកដឹកនាំរដ្ឋាភិបាលនឹងត្រូវបានគេទម្លាក់ចេញអំពីតំណែងក៏ព្រោះតែមហិច្ឆតាលោភលន់ការកាន់អំណាចតាមរបៀបផ្ដាច់ការហើយទីបំផុតក៏ត្រូវបានប្រជាជនរួមកម្លាំងគ្នាផ្ដួលរំលំទៅវិធានការសំខាន់នៃនយោបាយលទ្ធិប្រជាធិបតេយ្យដែលបានដកស្រង់ចេញអំពីទ្រឹស្ដីនៃទូនាទីនិងភារកិច្ចអ្នកបម្រើមាន5ចំណុចសំខាន់ទី1ក្នុងការគ្រប់គ្រងរដ្ឋគេត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើយោបល់សាធារណជនទី2រដ្ឋាភិបាលគួរតែមានអត្ថិភាពឡើងដោយការព្រមព្រៀងគ្នាពីប្រជាជនដែលរដ្ឋាភិបាលត្រូវគ្រប់គ្រងទី3អ្នកដឹកនាំប្រហែលជាត្រូវបានគេទម្លាក់អំពីអំណាចព្រោះតែប្រើអំណាចផ្ដាច់ការហើយបដិវត្តន៍ដ៏សមហេតុផលមួយនឹងកើតមានឡើងទី4រដ្ឋាភិបាលគួរតែធ្វើការត្រួតពិនិត្យទៅលើសុខុមាលភាពរបស់ប្រជាជនឲ្យបានល្អនិងទី5សេរីភាពសមត្ថភាពអព្យាក្រឹតត្រូវរក្សាឲ្យបានល្អ
ខុងជឺយល់ថាមិនគួរមានការបែងចែកណាមួយរវាងការទទួលបាននៅការអប់រំរវាងកូនអ្នកមានឬកូនអ្នកក្រកូនអ្នកមានអំណាចឬកូនអ្នកអត់អំណាចនោះទេ